đây chúng tôi ơi bà bồn khơi nhỉ ở từ con mà đo phía con sải thắt đo đầy dương vinh hơi nè đo đầy dương vinh hai cọ cái đai hơi sọc sờ bài hơi nè nhưng ban mơ video được bong pro nâng hao với bong bồn ở Krister tại sọt tức này mình đang thắc qua đã clear ngay bị miệt tập phun Campuchia dương tại thưa ca nơi sọc kế rồi dạ pe bồn mán năm nơi tê mình đang thắc tới chụp say cái khla bản một đo tức nàyในประเทศ Campuchia យើងវិញគឺថាស្រែកហូបង្ហាញក្តីរំភើបដែលបានមកដល់ទឹកដីស្រុកកំណើតរបស់ខ្លួនឯងវិញតែម្ដងខ្ញុំឃើញហើយស្ទើរតែស្រក់ទឹកភ្នែកហ្មងពុកម៉ែបងប្អូនទន្ទឹមនឹងនេះក៏មិនអាចមើលរំលងនៅការលះបង់របស់បងប្អូនមន្ត្រីខ្មែរយើងដែលបានលះបង់កម្លាំងកាយចិត្តទៅឈរជើងទាំងយប់ទាំងថ្ងៃនៅតាមតំបន់ព្រំដែនចាំសម្របសម្រួលផ្ដល់ភាពងាយស្រួលឲ្យបងប្អូនពលករខ្មែរយើងដែលត្រឡប់មកពីប្រទេសថៃគឺថាឃើញពួកគាត់លះបង់ណាពុកម៉ែបងប្អូនហើយមានតាំងពីប៉ូលីសអីទេហ៊ានគឺថាគ្រប់សពបែបយ៉ាងតែម្ដងរួមទាំងក្រសួងការងារដាក់ទីភ្នាក់ងារជាតិមុខរបរនឹងការងារនិងបសសទៅដាក់ចាំនៅទល់ដែននឹងតែម្ដងដើម្បីសម្របសម្រួលផ្ដល់ការងារឲ្យពុកម៉ែបងប្អូនដើម្បីធ្វើបសសថែទាំសុខភាពឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទៀតឲ្យតែពុកម៉ែបងប្អូនចង់ធ្វើគឺថាមានសេវានៅទីនឹងតែម្ដងហើយបើចង់រកការងារធ្វើវិញគឺទីភ្នាក់ងារជាតិមុខរបរនឹងការងារនៃក្រសួងការងារដាក់ឱកាសការងាររាប់ម៉ឺនកន្លែងចាំពុកម៉ែបងប្អូននៅគ្រប់ច្រកព្រំដែនខ្មែរថៃទាំងអស់ដូច្នេះហើយសម្រាប់បងប្អូនខ្មែរយើងដែលឃ្លាតចេញពីប្រទេសកម្ពុជាទៅធ្វើការនៅស្រុកថៃនឹងអស់រយៈពេលច្រើនឆ្នាំចេញ10-20ឆ្នាំមុនអីដោយសារតែស្រុកយើងក្រីក្រអត់ការងារឲ្យពុកម៉ែបងប្អូនធ្វើអីពុកម៉ែបងប្អូនហើយឥឡូវបើសិនជារងការប្រមាថអីពីគេពុកម៉ែបងប្អូនអាចវិលត្រឡប់មកប្រទេសកម្ពុជាយើងវិញបានដោយសារតែប្រទេសយើងឥឡូវអភិវឌ្ឍច្រើនណាស់មានឱកាសការងារជាច្រើនហូរហែជាមួយនឹងប្រាក់ខែសមរម្យឲ្យពុកម៉ែបងប្អូនធ្វើតែម្ដងពុកម៉ែបងប្អូនមិនបាច់បារម្ភថាមកដល់អត់ការងារធ្វើនោះទេគឺថាការងារមានរាប់សិបម៉ឺនកន្លែងខ្លាចតែពុកម៉ែបងប្អូនមកដល់អត់ធ្វើនោះទេ